បន្លែស្រស់ត្រីស្រស់ទៀតគឺថាពេលដែលយើងយកទៅមកស្លគឺថាជាតិវាឆ្ងាញ់ណាបងប្អូនហើយថ្ងៃនេះដែរគឺថាបានទិញអនងគេយកមកស្លបងប្អូនហើយស្លនេះគឺមិនមែនស្លម្ជូរអនងទេណាបងប្អូនគឺថាស្លអនងបង់ជាមួយនឹងម្អមប្អូនស្លអញ្ចឹងគឺថាឆ្ងាញ់មួយបែបពីសម្លម្ជូរអនងបងប្អូននេះអនងយើងធ្វើការចិតសបកវាឲ្យស្អាតលាងទឹកឲ្យស្អាតបន្ទាប់មកយើងធ្វើការចិតវាជារាងទៅវែងអញ្ចឹងមកបងប្អូនដើម្បីស្លទៅគឺថាមានជាតិឆ្ងាញ់យើងចិតស្តៀងឆាស្តៀងអីចឹងដែរណាបងប្អូនតែអត់ចិតស្លម្ជូរទេននងនេះបេះពីដើមមកថ្មីខ្ចីលវក់ហើយត្រីវិញគឺថាត្រីស្រែទៀតជាតិហ្មងណាសម្លមួយមុខនេះបងប្អូនតាមខេត្តខ្លះគឺគាត់អត់ដែលបានស្លទេហើយបើនៅខេត្តព្រៃវែងអីវ៉ាន់គឺគេចូលចិត្តស្លអញ្ចឹងបងប្អូនគេអត់ស្លម្ជូរអត់ស្លអីដូចយើងខេត្តកណ្ដាលខេត្តអីទេគឺគេយកននងនឹងយកទៅស្លបង់ម្អមនិយាយទៅលក្ខណៈថាដូចរៀងស្លហើយបន្តិចអីបន្តិចតែមិនមែនជាស្លប្រហើបងប្អូនគេហៅស្លអនងបង់ម្អមអញ្ចឹងហ្មងហើយត្រីហ្នឹងយើងធ្វើការហាន់វាជាកង់អញ្ចឹងមកហើយសក្រីវិញយើងបេះ2 3សន្លឹកទៅយើងយកវាមកញីឲ្យស្អាតអញ្ចឹងណាយើងញីយើងការញីសក្រីយើងមូលទៅម្ដុំទុកចឹងទៅហើយម្អមហ្នឹងយើងធ្វើការហាន់វាឲ្យល្អិតពេលដែលស្លយើងឆ្អិនយើងធ្វើការដាក់ម្អមហ្នឹងបង់ចូលឆ្លៀតពេលដែលយើងហាន់បន្លែហាន់ត្រីហាន់សាច់អីហ្នឹងយើងធ្វើការដាំទឹករបស់យើងហ្នឹងទុកពុះចោលទៅបងប្អូនរំតែយើងហាន់បន្លែហាន់ត្រីហាន់អីហើយហ្នឹងទឹករបស់យើងហ្នឹងក៏វាបានពុះហើយដែរឥឡូវនេះទឹកសម្លរបស់យើងបានពុះហើយយើងធ្វើការជ្រុំប្រហុកហើយប្រហុកហ្នឹងស្លហ្នឹងយើងត្រូវរៀងដាក់ចាស់ប្រហុកតិចបានវាឆ្ងាញ់បងប្អូនធ្វើការកូរប្រហុកជ្រុំច្បល់ប្រហុកហ្នឹងឲ្យវាឡើងអស់ទៅហើយប្រហុកនេះដែរគឺប្រហុកត្រីនេះបងប្អូនត្រីកាភ្លៀងត្រីក្រាញ់ត្រីអីហ្នឹងប្រហុកស្រែយើងធ្វើខ្លួនឯងហ្នឹងបងប្អូនគឺថាឈ្ងុយតែម្ដងយកវាមកជ្រុំប្រហុកចឹងទៅហើយយើងដាក់អំបិលបន្តិចណាបងប្អូនយើងដាក់អំបិលចូលហើយយើងធ្វើការដាក់សក្រីបង់ត្រីរបស់យើងហ្នឹងចូលទៅហើយពេលយើងដាក់ត្រីបង់ហ្នឹងយើងមិនបាច់ក្រគម្របទេដើម្បីកុំឲ្យវាឆ្អាបអញ្ចឹងយើងបើកគម្របវាហើយបើកភ្លើងឲ្យខ្លាំងទៅវាកាត់ឆ្អាបយើងធ្វើការទុកត្រីហ្នឹងតតែឆ្អិនណាបងប្អូនទុកឲ្យវាពុះគ្រុយឲ្យវាឆ្អិនល្អអញ្ចឹងទៅហើយឥឡូវនេះទឹកសម្លរបស់យើងហ្នឹងគឺបានពុះល្អហើយត្រីរបស់យើងហ្នឹងក៏បានឆ្អិនហើយដែរយើងធ្វើការដាក់ប៊ីចេងបន្តិចអសយើងដាក់មួយចុងស្ព្រាចឹងមកបងប្អូនហើយយើងបន្ថែមរ៉ូឌីបន្តិចផងបងប្អូនហើយយើងធ្វើការកូរវាបន្តិចទៅហើយយើងទុកវាឲ្យត្រីរបស់យើងហ្នឹងឆ្អិនល្អហើយបានយើងធ្វើការបង់បន្លែរបស់យើងបងប្អូនហើយបន្លែហ្នឹងដែរយើងរមាស់វាឲ្យអាលួយទៅបងប្អូនបានឆ្ងាញ់ហើយឥឡូវយើងទុកបន្លែយើងចោលយើងមកធ្វើការចិតជាមួយនឹងបង្អែមក្របត្នោតបងប្អូននេះឃើញយាយគាត់លក់អញ្ចឹងអាណិតគាត់ក៏ជួយទិញគាត់មកថងទៅយកមកធ្វើបង្អែមញ៉ាំអញ្ចឹងគោមកកំប៉ុងទៀតមកចាក់ទៅគឺថាឆ្ងាញ់តែម្ដងបងប្អូនហើយឥឡូវនេះក្របថ្នល់របស់យើងគឺបានចិត្តរួចរាល់ហើយដែរហើយឥឡូវសុំប្រម៉ូទតិចបងប្អូននេះដោយសារតែផ្ទះខ្ញុំធ្វើកន្លែងបោះពុំអញ្ចឹងបងប្អូនបើសិនជាបងប្អូនមានតម្រូវការបោះពុំធ្វើធៀបការធៀបបុណ្យធ្វើថ្លាធ្វើឆ្លាក់ត្រាឆ្លាក់អីចឹងធ្វើសភៅធ្វើអីចឹងបងប្អូននៅត្រូវការអាចតាក់ទងក៏មកតាមលេខ Telegram បានណាបងប្អូនហើយទីតាំងវិញគឺស្រួលរកទេនៅទល់មុខបេនឡានក្រុងវត្តស្លែងហ្នឹងបងប្អូនបើបងប្អូនជិះពីផ្លូវជាតិលេខ3មកជាប់ស្តុបវត្តស្លែងហ្នឹងបត់ឡើងមកផ្លូវក្រាសាំងបងប្អូនផ្លូវហ្នឹងផ្លូវទៅព្រៃសរហើយថ្ងៃដែរគឺអតិថិជនគាត់កំងធៀបការចំនួន300ធៀបបងប្អូននេះហើយអរគុណច្រើនណាបងប្អូនដែលតែងតែគ្រប់គ្រងហាងកូពីរបស់យើងខ្ញុំហើយឥឡូវនេះងាកមកមើលសម្លរបស់យើងគឺបានបន្លែហ្នឹងគឺបានឆ្អិនរួចរាល់ហើយយើងធ្វើការចុងក្រោយនេះយើងបង់ជាមួយនឹងម្អមនិងម្ទេសបន្តិចទៅបងប្អូនគឺថាប៉ុណ្ណេះគឺថាឆ្ងាញ់មែនតើហើយបងប្អូនហើយជាតិយកមកអស់ទេសម្លបែបស្រុកស្រែយើងគឺថាឆ្ងាញ់អញ្ចឹងណាបងប្អូនឥឡូវនេះមកបង្ហើយធ្វើបង្អែមត្នោតរបស់យើងហ្នឹងហើយបងប្អូននេះធ្វើការចិតសបកត្នោតហ្នឹងចិតឲ្យវាស្អាតអញ្ចឹងមកបន្តមកទៀតយើងធ្វើការចិតវាដើម្បីឲ្យពេលយើងដាក់ទៅដល់គោទៅគោច្បល់ទៅគឺវាមានជាតិឆ្ងាញ់ណាបងប្អូននេះត្នោតរបស់យើងបានចិតរួចរាល់ហើយឥឡូវនេះយើងវាយជាមួយនឹងទឹកដោះគោអញ្ចឹងមកដាក់រឿងច្រើនតិចមកហើយដាក់ទឹកកកពីលើទៀតមកយើងធ្វើការកូរវាទៅគឺថាត្រជាក់ផ្អែមឆ្ងាញ់ជាតិខ្ទិះមែនតែនហ្មងបងប្អូននេះតំណងអត់
នថ្នមមួយចានគឺបានរួចរាល់សម្លក៏ឆ្អិនហើយដែរឥឡូវនេះគឺរៀបចំដួសទៅកន្លែងកូពីបងប្អូននេះនេះទៅថ្ងៃនេះដោយសារតែថ្ងៃអាទិត្យចឹងគឺថាត្រូវសម្លនិងបង្អែមរបស់យើងបានរៀបចំរួចរាល់ហើយត្រៀមទៅកន្លែងកូពីធ្វើការធម្មតាអរគុណច្រើន